នៅក្នុងចំណោមព្រះទាំង12អង្គមានព្រះមួយអង្គនេះដែលកសាងមនុស្សយន្តអាចគិតដោយខ្លួនឯងបានជាព្រះមួយអង្គដែលខិតខំធ្វើការប្រើប្រាស់ជំនាញសម្បត្តិរបស់ខ្លួនបង្កើតនូវរបស់ថ្មីៗសម្រាប់ព្រះ Olympus ទ្រង់គឺជា Hephaestus ដែលមានឈ្មោះរ៉ូម៉ាំងថា Vulcan Hephaestus ជាព្រះនៃជាងស្មិតជាព្រះនៃភ្លើងហត្ថកម្មចម្លាក់និងភ្នំភ្លើងកំណើតព្រះអង្គនេះមានលក្ខណៈខុសគ្នាពីតម្រាមួយទៅតម្រាមួយទៀតកំណើតទី1មានដំណើរថាក្រោយពីព្រះស៊ូសដល់កំណើតដល់អាធេណាដែលផុសចេញពីក្បាលរបស់ទ្រង់មក Hera ជាមហេសីមានក្តីចំណែនស្វាមីដែលអាចកើតកូនបានដោយគ្មានការចូលរួមរបស់ទ្រង់ Hera ក៏ទើបបង្កកំណើតដែលគ្មានព្រះស៊ូសផងដែរកូននោះបានកើតមកហើយគេដាក់ឈ្មោះថា Hephaestus ប៉ុន្តែកូននោះមានរូបរាងអាបល័ក្ខនិងពិការជើងធ្វើឲ្យមេត្តារបស់គេស្អប់ខ្ពើមគេយ៉ាងខ្លាំង Hera ក៏ចាប់ជើង Hephaestus ក្រវែងចុះពីឋានសួគ៌មក Hephaestus បានធ្លាក់ពីលើមេឃមកអស់រយៈពេលមួយយប់មួយថ្ងៃទើបធ្លាក់មកទៅលើកោះ Lemnos ដោយជាប់ពេញទាំងខ្លួនជាកុសលល្អ Hephaestus ត្រូវទេវីសមុទ្រដែលមានចិត្តមេត្តាឈ្មោះថា Thetis យកមកព្យាបាលនិងចិញ្ចឹមអស់រយៈពេលជាង9ឆ្នាំនៅលើកោះនោះហើយដែល Hephaestus បានអភិវឌ្ឍជំនាញសមិទ្ធរបស់ទ្រង់ខុសគ្នាបន្តិចពីតម្រាមុនកំណើតទី2តាមតម្រាមួយទៀតបានពោលថា Hephaestus ជាបុត្ររបស់ Zeus និង Hera ប៉ុន្តែមានថ្ងៃមួយ Zeus និង Hera បានឆ្លោះប្រកែកគ្នាហើយ Hephaestus ក៏កាន់ជើងម្ដាយធ្វើឲ្យ Zeus ខឹងក៏ចាប់ Hephaestus បោះពីឋាន Olympus មកទោះបីជាកំណើតរបស់ Hephaestus មានរឿងពីរផ្សេងគ្នាក៏ដោយប៉ុន្តែលក្ខណៈរួមនៃរឿងទាំងពីរនេះគឺ Hephaestus កើតមកពិការហើយត្រូវបានធ្លាក់ពីលើឋានសួគ៌មកនិងរងទុក្ខវេទនាជាងគេក្នុងចំណោមកូនដែលជាព្រះ Olympus ទោះជាមានជីវិតពិបាក Hephaestus បានធំធាត់ខ្លាចជាព្រះដែលពោពេញដោយជំនាញនិងការបង្កើតថ្មីចុងក្រោយ Hephaestus ក៏ត្រូវបានគេស្វាគមន៍មកឋាន Olympus វិញក្នុងនាមជាព្រះនៃជាងស្មិតនិងហត្ថកម្មជាម្នាក់ក្នុងចំណោមព្រះធំទាំង12 Hephaestus មិនបានឡើងមកវិញធម្មតានោះឡើយមុននឹងឡើងមកឋានសួគ៌វិញ Hephaestus ត្រូវគេអង្វរឲ្យឡើងមកវិញនោះទេហើយមិនតែប៉ុណ្ណោះទ្រង់បានទាំងសោះសឹក Hera ដែលជាមេដារបស់ខ្លួនក្នុងការដែលបោះកូនខ្លួនឯងចោលដោយគ្មានភាពខ្មាស់អៀនកាលពីច្រើនឆ្នាំមុនសាច់រឿងសងសឹកនោះមានដំណើរថា Hephaestus បានធ្វើបល្ល័ង្កមាសមួយរួចផ្ញើទៅឲ្យ Hera ជាម្ដាយទុកជាអំណោយនៅពេលដែល Hera អង្គុយលើបល្ល័ង្កនោះទ្រង់បែរជាមិនអាចកម្រើកខ្លួនបានឡើយហើយមានព្រះណាអាចជួយទ្រង់ឲ្យកម្រើកខ្លួនបាននោះទេតែព្យាយាមអស់ជំរឿព្រះ Olympus ក៏បានអញ្ជើញ Hephaestus ឡើងមកឋានសួគ៌វិញប៉ុន្តែត្រូវព្រះនៃជាងស្មិទ្ធរូបនេះបដិសេធព្រោះទ្រង់នៅខឹងនឹងមាតាដែលបោះបង់ខ្លួនចោលព្រះនៃឋាន Olympus ក៏បានប្រើល្បិចដើម្បីឲ្យព្រះសមិទ្ធឡើងមកឋានសួគ៌វិញពួកគេបានប្រើ Dionysus ដែលជាព្រះនៃសូរ៉ានិងការសប្បាយទៅសួរសុខទុក្ខ Hephaestus ដល់និវេសស្ថានរបស់ទ្រង់តែម្ដង Dionysus បាននាំ Hephaestus ផឹកទាល់តែស្រវឹងហើយបញ្ចុះបញ្ចូលឲ្យព្រះអង្គនេះឡើងមកឋានសួគ៌វិញ Hephaestus បានឡើងមកឋានសួគ៌វិញដោយជិះលើសត្វលាមកដល់ឋានសួគ៌វិញ Hephaestus ក៏បានត្រូវគ្នាជាមួយនឹងមេដានិងដោះទ្រង់ឲ្យរួចពីបល្ល័ង្កអន្ទាក់នោះព្រះនៃជាងសមិទ្ធត្រូវបានព្រះ Olympus ស្វាគមន៍ហើយក៏បានក្លាយជាព្រះចម្បងមួយក្នុងចំណោមព្រះធំទាំង12ទ្រង់ត្រូវបានមនុស្សម្នាកោតសរសើរចំពោះជំនាញនៅក្នុងការផលិតវត្ថុជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ចំណែកនីតិរបស់ទ្រង់ក៏ក្លាយជាអ្នកផលិតបល្ល័ង្កវិមាននិងអាវុធផ្សេងៗដល់ព្រះ Olympus ព្រះ Hephaestus ត្រូវបានគេពណ៌នាថាជាព្រះដែលពិការជើងប៉ុន្តែមានរាងកាយផ្នែកខាងលើរឹងមាំនិងមានសាច់ដុំធំទ្រង់ជាព្រះដែលស្រឡាញ់ភាពស្ងប់សុខហើយច្រើនតែនៅក្នុងភ្នំភ្លើងដែលជាកន្លែងផលិតឧបករណ៍និងអាវុធរបស់ទ្រង់ហើយមានយក្សភ្នែកមួយគឺពពួក Cyclops ជាអ្នកជួយផលិតទ្រង់ច្រើនកាន់ញញួរនិងដង្កាប់របស់ជាងស្មិទ្ធជាឧបករណ៍តំណាងខ្លួនឯង
ដោយភាពពិការនិងពិបាកនៅក្នុងការផ្លាស់ទី Hephaestus បានផលិតមនុស្សយន្តធ្វើអំពីមាសនិងប្រាក់ចំនួន2គ្រឿងគឺ automatons ដើម្បីជួយនៅក្នុងកិច្ចការនានារបស់ទ្រង់ automatons នេះមានខួរក្បាលមេកានិកដែលអាចគិតដោយខ្លួនឯងហើយថែមទាំងអាចនិយាយដោយខ្លួនឯងបានទៀតផងដោយប្រើអណ្ដាតប្រាក់វាទាំងពីរនេះហើយដែលជួយ Hephaestus ធ្វើបល្ល័ង្កប្រាសាទនិងគ្រឿងអលង្ការថែមទាំងអាវុធនានានៅលើឋានសួគ៌ Olympus នោះឯងនេះក៏ដូចជាមនុស្សយន្តឬ AI ចំនួនដើមដំបូងបង្អស់យ៉ាងអញ្ចឹងឯងដូចដែលយើងបានដឹងពីវគ្គមុនហើយថាព្រះ Zeus បានលើកព្រះនៃសម្រស់និងក្តីស្រឡាញ់ Aphrodite ឲ្យធ្វើជាមហេសីរបស់ Hephaestus ដើម្បីជាកាដូដល់ភរិយា Hephaestus បានផលិតខ្សែក្រវ៉ាត់ទឹកមួយឲ្យព្រះនៃក្តីស្រឡាញ់ខ្សែក្រវ៉ាត់នេះនៅពេលដែលពាក់ទៅធ្វើឲ្យអ្នកពាក់វាកាន់តែទាក់ទាញហើយខ្សែក្រវ៉ាត់នេះពិតជាធ្វើឲ្យព្រះ Aphrodite កាន់តែទាក់ទាញជាងមុនទ្វេដងទៅទៀតដែលតាមពិតទៅទោះបីជាមិនពាក់ខ្សែក្រវ៉ាត់ក៏គ្មាននរណាអាចទប់អារម្មណ៍បានជាមួយនឹងព្រះអង្គនេះស្រាប់ទៅហើយទោះជាយ៉ាងណាក៏ដោយអាពាហ៍ពិពាហ៍នេះមិនជោគជ័យនោះឡើយព្រោះថា Hephaestus ជាព្រះដែលខិតខំធ្វើការយ៉ាងខ្លាំងនិងចំណាយពេលវេលាជាច្រើននៅក្នុងភ្លើងហើយ Aphrodite តែងផាត់ក្បត់ព្រះ Hephaestus ជាពិសេសជាមួយនឹង Ares ដែលហេតុថា Aphrodite មិនស្រឡាញ់ Hephaestus នោះឡើយរឿងរ៉ាវផាត់ក្បត់ដ៏ល្បីល្បាញជាងគេគឺ Aphrodite ដែលស្រឡាញ់ Ares ដែលជា bad boy មានដំណើរថាដល់ពេលដែលព្រះសមិទ្ធទៅធ្វើការបាត់ Aphrodite បានលួចរួមវគ្គនៅនឹងគ្រែរបស់ Hephaestus តែម្ដងថ្ងៃមួយ Hephaestus បានសង្ស័យក៏រៀបចំគម្រោងចាប់ពួកគេព្រះ Hephaestus ទ្រង់ពិការតែជើងនោះទេប៉ុន្តែខួរក្បាលទ្រង់អច្ឆរិយៈខ្លាំងណាស់ព្រះសមិទ្ធរូបនេះបានផលិតសំណាញ់វីតាមុនមួយធ្វើអំពីចង្វាក់ស្ពាន់ដែលគ្មានអ្នកណាអាចមើលឃើញនោះឡើយវាស្ដើងស្អាតហើយនឹងរឹងមាំមិនអាចបំបែកបាននោះទេទ្រង់បានដាក់សំណាញ់ស្ពាន់នោះជាប់ទៅនឹងគ្រែហើយធ្វើជាចេញក្រៅទៅធ្វើការដូចសាំមួយដងដើម្បីឲ្យត្រីចូលស៊ីនុយហើយត្រីក៏ស៊ីនុយពិតមែន Ares បានលបមកជួបនឹង Aphrodite នៅលើគ្រែរបស់ខ្លួនពិតប្រាកដមែនដល់ពេលដែលពួកគេឡើងលើគ្រែដើម្បីគេងជាមួយគ្នានោះស្រាប់តែសំណាញ់នោះបានក៏សោកចាប់បានទាំង Aphrodite និង Ares ដែលស្រាតនៅកបឬខ្លួនពុំរួចសោះឡើយ Hephaestus បានក៏ហៅព្រះ Olympus ទាំងអស់មកមើលលើលោកញីឈ្មោះពីក្បាលដែលទ្រង់ចាប់បានព្រះទាំងអស់ក៏បានសើចចំអកលើ Ares ដែលទៅលួចប្រពន្ធគេហើយត្រូវគេចាប់បានប៉ុន្តែចុងក្រោយព្រះនៃសមុទ្រ Poseidon ក៏បញ្ចុះបញ្ចូលឲ្យ Hephaestus ដោះលែងពួកគេទៅចាស់ដោយដាក់ពិន័យទៅលើ Ares បន្ទាប់ពីនោះមកចំណងអាពាហ៍ពិពាហ៍របស់ព្រះសមិទ្ធនិងព្រះនៃក្តីស្រឡាញ់ក៏បានបែកបាក់ក្រោយពីការចែកផ្លូវព្រះសមិទ្ធក៏ផ្ដោតលើការងាររបស់ខ្លួនបន្តទៀតហើយចុងក្រោយទ្រង់ក៏បានរៀបការជាមួយទេវីនិងសម្រស់នឹងការទាក់ទាញដែលជាម្នាក់នៅក្នុងចំណោម Sister Grace ដែលយើងឲ្យឈ្មោះថា Charis ជាព្រះដែលមានតួនាទីតូចជាង Aphrodite ក្រែកថែមហៅព្រះទាំងនេះថាជាព្រះតូចៗឬ Minor Gods Charis មានភក្តីភាពហើយមានការគោរពនិងការសរសើរជំនាញរបស់ស្វាមីខ្លួនជាខ្លាំងធ្វើឲ្យស្នេហាព្រះសមិទ្ធនិងទេវីនៃសម្រស់រូបនេះមានក្តីសុខសុភមង្គលពួកគេបង្កើតបានចំនួនក្រោយដូចជាសុខភាពសម្រស់សេរីរុងរឿងជាដើមព្រះ Hephaestus បានបង្ហាញប្រាប់យើងថាស្នេហាជាការស្មោះស្ម័គ្រនិងជាការគោរពគ្នារវាងមនុស្សពីរនាក់ជំនាញនិងចំណេះដឹងគឺជារឿងសំខាន់ជាងរូបរាងខាងក្រៅសូម្បីតែព្រះនៃភ្លើងព្រះនៃជាងស្មិទ្ធក៏ត្រូវភ្លើងស្នេហ៍ដ៏ឆេបដែលដួងទ្រង់ដែរប៉ុន្តែព្រះអង្គនេះបានងើបឡើងមកវិញនិងទទួលសុភមង្គលជាមួយនឹងអ្នកដែលស្រឡាញ់និងគោរពទ្រង់ពិតប្រាកដសូមអរគុណ